សួស្តីបងប្អូនគ្នាហ្នឹងហើយថ្ងៃនេះ admin ចង់មកបង្ហាញការប្រើប្រាស់ comment មួយគឺហៅថា comment Eclipse ក្នុងនេះដែរ admin ឃើញថាវាមានអត្ថប្រយោជន៍ក្នុងការពេលដែលយើងចង់បង្ហាញទីតាំងជាក់លាក់ណាមួយនៅលើការងាររបស់យើងឧទាហរណ៍ថាការងារ soft drawing របស់យើងចង់បង្ហាញទីតាំងណាមួយឧទាហរណ៍ថាឥឡូវយើងចង់បង្ហាញទីតាំងនេះយើងចង់បង្ហាញទីតាំងឡើយនេះមិនយើងត្រូវ trim អញ្ចឹងមែនបាត់ដល់ផ្សេងមែនអត់ទេយើងទៅធ្វើអញ្ចឹងតោះ admin មកបង្ហាញការប្រើប្រាស់ comment Eclipse comment Eclipse នេះដែរគឺ apply ទៅលើការងារជា block ឥឡូវអត់ទាន់บอกទេឥឡូវ admin ដាក់ block ដោយសារវាជា flat house admin ដាក់ថា flat house ground floor វាជាប្រភេទផ្ទះល្វែងអញ្ចឹង admin ដាក់ថា F ground floor select ទីតាំងមួយ admin ដាក់នៅ column នេះចុះដោយសារ admin ធ្លាប់បង្កើត block ឈ្មោះ F ground floor នោះហើយអញ្ចឹងវាសួរឲ្យជំនួសអត់អញ្ចឹងបន្តនោះដែរ comment Eclipse នេះយើងគ្រាន់តែចុច Eclipse HC វាចេញ Eclipse select object enter new boundary rectangle select បែបនេះវានេះយើងអាចទាញបានហើយណាយើងអាចប្រវត្តិចឹងបានហើយដើម្បីអត់ចង់ឃើញ frame នេះទេយើងចុច command frame មក frame លេខ0 enter បាត់ហើយឥឡូវឧទាហរណ៍ថាឥឡូវ admin ចង់បង្ហាញអាទីតាំងតសនេះចុះក្បាច់តសនេះចុះហើយអញ្ចឹងឬក៏យើងមានព្រីភ្លើងយើងនៅក្បែរតសនឹងចង់ detail ថាត្រូវរត់បែបម៉េចអញ្ចឹងយើងអាចបង្ហាញដល់ទីតាំងតែមួយជាក់លាក់មួយហ្នឹងគេថាទីតាំងហ្នឹងត្រូវរត់បែបម៉េចវាមានងាយស្រួលបែបហ្នឹងមានភាពងាយស្រួលបែបហ្នឹងនេះគឺជាការប្រើប្រាស់ comment Eclipse បងប្អូនពេញចិត្តនៅវីដេអូនេះសូមចុច like page និង share ហើយកុំភ្លេចចុច subscribe channel YouTube នៅក្នុង description ខាងលើផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ